សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើការបកស្រាយពីរឿងខ្លះៗដែលបងប្អូនខ្មែរយើងគាត់ចេះតែនិយាយអត់បានដូចថាគាត់និយាយដោយមិនគិតហើយគាត់ចេះតែនិយាយយកតែហេតុផលគាត់ត្រូវរហូតគាត់និយាយអត់ខុសគាត់ត្រូវរហូតបងប្អូនដឹងថាគាត់និយាយអីដែលត្រូវរហូតទេគឺគាត់និយាយពីរឿងប្រទេសកម្ពុជាដូចកម្ពុជាក្រោមកម្ពុជាលើអីចឹងហើយនឹងកម្ពុជាកណ្ដាលអីចឹងទៅគាត់ថាប្រទេសកម្ពុជាដូចជាកម្ពុជាក្រោមបានបាត់បង់ហេតុអីខ្មែរយើងបច្ចុប្បន្នអត់មានការរើបំរាស់អត់មានការសើរើឲ្យសើរើវាមិនឥឡូវនឹងឲ្យសើរើវាមិនកម្ពុជាក្រោមក៏នៅតែជារបស់ខ្មែរវាអត់ទាន់មានថាគេលុបបំបត្តិទាំងអស់ទាំងស្រុងនៅឡើយទេគេអត់មានទាន់បំបត្តិទេហើយសួរថាឲ្យយើងទៅឆ្លោះជាមួយគេយ៉ាងម៉េចសួរថាយើងមានស្អីខ្លះរាល់ថ្ងៃទៅឆ្លោះជាមួយគេបើប្រជាជនគេរាប់រយលានអ្នកប្រទេសប្រជាជនយើងមានតែជាង10លានជាង10លានហ្នឹងបើសុទ្ធទាំងអស់វាមិនសូវអីជាង10លានហើយវាមិនសុទ្ធទៀតណាវាជារបស់គេខ្លះទៀតណាយើងត្រូវយល់ខ្ញុំមិនបាច់ចាំវិភាគអីឆ្ងាយវែងឆ្ងាយទេបងប្អូនមើលតែចិត្តណាហុងកុងមួយចំណែកផ្សេងម៉ាកាវមួយចំណែកផ្សេងណាហុងកុងមួយចំណែកផ្សេងម៉ាកាវមួយចំណែកផ្សេងសិង្ហបុរីនោះមួយចំណែកផ្សេងសួរនៅប្រទេសអីចិនទាំងអស់ហេតុអ្វីក៏មិនចិនវាយយកមកធ្វើជាចិនទាំងអស់ទៅមិនក៏ចាំបាញ់ឲ្យនៅម៉ាកាវហុងកុងមិនក៏នៅឲ្យអាមេរិកគ្រប់គ្រងមិនក៏ឲ្យប្រទេសផ្សេងគ្រប់គ្រងមិនក៏មិនវាយយកវិញទៅបងប្អូនតើដឹងគេគិតពីប្រជាជនរបស់គេពេលដែលធ្វើបញ្ហាធ្វើសង្គ្រាមទៅគឺស្លាប់ប្រជាជនខ្លួនឯងគឺវាយសម្លាប់ប្រជាជនខ្លួនឯងអត់មានសម្លាប់ប្រជាជនគេផងណាអញ្ចឹងហើយដល់ពេលខ្មែរយើងហើយនឹងកម្ពុជាក្រោមយើងត្រូវយល់តែប៉ុន្តែមួយខ្មែរយើងកម្ពុជាក្រោមមិនមែនការកាត់បច្ចុប្បន្នហ្នឹងទេខ្មែរយើងកម្ពុជាក្រោមគឺកាត់រាប់សិបឆ្នាំមកហើយសួរថាយើងគួរតែទៀមមកវិញឯងគ្មានអ្នកភ្លើទេអត់មានអ្នកភ្លើទេឲ្យតែជាខ្មែរឲ្យតែជាខ្មែរគឺទៀមទាយកវិញដល់ទាំងអស់ហ្នឹងព្រោះអីបច្ចុប្បន្ននេះបើយើងទៀមទាជាឯកសារក៏ពួកអស់ហ្នឹងវាអត់ព្រមដែរមិនថាអាលិចមិនថាអាកើតទេក៏វានៅតែអត់ព្រមអញ្ចឹងសំបីតែ 181.035 ហ្នឹងក៏វាចង់ធ្វើស៊ីម្ដងហើយចេះសម្រំតែអាចចូលទៅផុតហើយនោះយើងធ្វើបានដរាបណាយើងមានកម្លាំងគ្រប់គ្រាន់ណាបងប្អូនមិនមែននិយាយយកតែភាសាឈ្នះទេមិនមែនយកតែភាសាជាកំហឹងឬក៏មិនមែនយកតែភាសាស្នេហាជាតិមាតុភូមិបើស្នេហាអត់មានកម្លាំងគ្រប់គ្រាន់សួរថាស្នេហាតាមច្រកណាបងប្អូនយកស្អីទៅវាយជាមួយគេបងប្អូនយកស្អីទៅឆ្លោះជាមួយគេណាបងប្អូនប្រើចាពៀមទៅឆ្លោះជាមួយគេមែនដូចខ្ញុំនិយាយខាងដើមអញ្ចឹងអ្នកដែលខ្លាំងភាគច្រើនគឺខ្លាំងនៅតែក្រៅប្រទេសទេអត់ខ្លាំងក្នុងប្រទេសទេអត់ខ្លាំងនៅក្នុងប្រទេសទេគឺខ្លាំងនៅតែក្រៅប្រទេសទេគេឲ្យយើងចូលមកតាចូលមកតទល់តតាំងជាមួយនឹងពួកអ្នកឈ្នានពៀនហ្នឹងយើងចូលមកតតាំងមកបាច់នៅធ្វើការស្រុកក្រៅទេនៅអាមេរិកឬក៏នៅអូស្ត្រាលីនៅបារាំងឬក៏នៅណាណីទេនៅកូរ៉េជប៉ុនអីទេយើងចូលមកគេមិនហាមឃាត់យើងហើយកុំនិយាយថាចូលមកឲ្យតំណែងធំមកគេចូលមក
ហើយចុះអាណាគេឲ្យយើងតំណែងធំយើងបានរៀនសូត្រអីខ្លះយើងធ្វើអីខ្លះយើងតស៊ូអីខ្លះឥឡូវចូលមកតស៊ូសិនទៅមុននឹងបានតំណែងចង់បានសាក់ធំចង់បានផ្កាយពាក់យើងចូលមកតស៊ូសិនមកយើងចង់ដឹងបើយើងខ្លាំងខាងធ្វើឲ្យប្រជាពលរដ្ឋយើងមានគំនុំពីមួយទៅមួយអ្នកដែលនិយាយនៅខាងក្រៅបងប្អូនអានេះខ្ញុំវិភាគឲ្យខ្ញុំនិយាយឲ្យបងប្អូនបានស្ដាប់ដោយពីរោះបងប្អូនត្រូវគិតមើលថាឥឡូវនេះគេនិយាយនៅខាងក្រៅស្រាប់តែបងប្អូននៅខាងក្នុងប្រទេសនេះធ្វើតាមនៅអ្វីដែលអ្នកខាងក្រៅនិយាយទាំងអស់ដល់ពេលគេចាប់ដាក់គុកគេវាយខ្នោះចាប់ដាក់គុកសួរអ្នកណាអ្នកទទួលរងគឺបងប្អូនខ្លួនឯងដែលនៅក្នុងស្រុកហ្នឹងគឺជាបងប្អូនខ្លួនឯងដែលនៅក្នុងស្រុកបាត់បង់អីទៀតបែកបាក់ប្រពន្ធបែកបាក់កូនបែកបាក់គ្រួសារដោយសារអ្នកណាដោយសារការញុះញង់នឹងឯងវាមានដោយសារអីដោយសារការរឿងញុះញង់រឿងញុះញង់នឹងឯងវាមានរឿងអីទេបងប្អូនមើលអ្នកខាងក្រៅគឺបុករុកមិនអោយឈប់ទេបុករុកមិនអោយឈប់ទេហើយយើងត្រូវវិភាគថាតើពួកគាត់បុករុកពួកគាត់នៅក្នុងស្រុកឬក៏គាត់នៅក្រៅស្រុកបើគាត់ខ្លាំងគាត់ចូលមកក្នុងស្រុកគាត់មកបុករុកនៅក្នុងស្រុកអានោះមិនគាត់ខ្លាំងមិនគាត់ពិតថាស្នេហាជាតិពិតប្រកបមែនបើគាត់ស្នេហាជាតិនៅឯក្រៅហ្នឹងអាហ្នឹងគេហៅមនុស្សចាំស៊ីស្រាប់ឧទាហរណ៍ថាធ្វើឲ្យផ្ទុះខ្លាំងមែនតើប្រជាពលរដ្ឋខ្មែរយើងស្រាប់តែផ្ទុះខ្លាំងមែនតើរហូតទៅ4 5លានអ្នកអីចឹងឧទាហរណ៍ដល់ពេលបានសម្រេចបានជោគជ័យសួរអាណាចាំស៊ីស្រាប់អាអ្នកក្រៅគេអួតគេហើយគេថាដោយសារគេកុំតែគេស្មានតែបានអញ្ចឹងបានកើតឡើងអញ្ចឹងបើកុំគេស្មានតែមានរឿងនឹងកើតឡើងអានេះគេហៅមនុស្សចាំស៊ីប៉ែតែអ្នកដែលស្លាប់អ្នកណាអ្នកនៅក្នុងអ្នកដែលនៅក្នុងស្រុកគឺជាអ្នកស្លាប់បងប្អូនត្រូវគិតឲ្យវែងឆ្ងាយមែនតើរឿងទាំងអស់កើតឡើងមិនមែនតិចដងទេហើយដូចខ្ញុំវិភាគបងប្អូនកុំទាញខ្ញុំទៅនយោបាយបងប្អូនកុំវិភាគកុំទាញខ្ញុំទៅរឿងពាក់ព័ន្ធជាមួយនឹងអ្វីដែលកន្លងហួសរាប់សិបឆ្នាំហើយខ្ញុំដឹងហើយខ្ញុំដឹងតែពីប្រវត្តិសាស្ត្រខ្ញុំដឹងក៏ប៉ុន្តែអារឿងដែលកើតឡើងហួសហើយខ្ញុំមិនបានឃើញផ្ទាល់ផងមិនដឹងថាអ្នកណាយ៉ាងម៉េចអ្នកណាយ៉ាងម៉េចអ្នកណាធ្វើអំពើអីផងបានបាត់ទឹកដីហ្នឹងអ្នកណាធ្វើអីផងហើយខ្ញុំមិនដឹងចឹងឃើញនៅក្នុងការចានៅក្នុងប្រវត្តិសាស្ត្រអូខេយើងទទួលស្គាល់ថាពិតជាមានរឿងហ្នឹងពិតប្រកបមែនពិតជាយើងបាត់បង់នៅតំបន់ហ្នឹងពិតប្រកបមែនអាហ្នឹងប្រវត្តិសាស្ត្រសួរថាយើងនឹងរើបំរាស់អត់បើគេធ្វើខ្លាំងបើគេគៀបខ្លាំងយើងមិនអាចទប់ជាប់គឺយើងរើបំរាស់ហើយតែមុននឹងយើងរើបំរាស់យើងត្រូវមានអីខ្លះគឺយើងត្រូវមានកម្លាំងពលំគ្រប់គ្រាន់យើងត្រូវមានអ្វីៗគ្រប់គ្រាន់បានយើងអាចទៅតស៊ូជាមួយនឹងគេបានបើយើងយកកម្លាំងបាយទៅតស៊ូជាមួយគេ100លានយើង10លានសួរថាតតាំងជាមួយអ្នកណាត្រូវវិភាគណាបងប្អូនហើយអ្វីដែលខ្ញុំវិភាគដែលជារឿងពិតអត់ដែលវិភាគរឿងដែលខុសអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងខ្មែរថ្ងៃណាមួយនឹងខ្លាំងខ្មែរថ្ងៃណាមួយនឹងក្លាយទៅជាខ្មែរ Empire យើងត្រូវចេះលើកស្ទួយខ្មែរយើងខ្លួនឯងកុំលើកស្ទួយជនបរទេសគឺត្រូវចេះលើកស្ទួយខ្មែរខ្លួនឯងហើយខ្ញុំនិយាយរាល់ថ្ងៃគឺខ្ញុំនិយាយគឺលើកស្ទួយខ្មែរខ្លួនឯងជាតិសាសន៍ខ្លួនឯងខ្ញុំអត់លើកស្ទួយជាតិសាសន៍អ្នកដទៃទេចឹងដូចខ្ញុំនិយាយហើយនិយាយទៀតខ្មែរថ្ងៃណាមួយនឹងក្លាយទៅជាខ្មែរ Empire គឺខ្ញុំដឹងខ្ញុំយល់ពីដំណើរបច្ចុប្បន្ននេះថាទៅថ្ងៃមុខនឹងមានរឿងអ្វីកើតឡើងបន្តទៀតអរគុណច្រើន